សួស្តីអ្នកនរគ្នាមកកាន់វីដេអូដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់កោះហៃណានចំពោះដំណើរកម្សាន្តមួយនេះខ្ញុំមិនបានរៀបចំអ្វីច្រើននោះទេព្រោះថាខ្ញុំបានឲ្យក្រុមហ៊ុនទេសចរជាអ្នករៀបចំឲ្យទុកជាស្រេចមិនថាការស្នាក់នៅការហូបចុកគ្រាន់តែដល់ថ្ងៃចាំតឡើងយន្តហោះទៅកោះហៃណានតែម្ដងឥឡូវនេះបងប្អូនអារម្មណ៍អ្នកនរគ្នាមកមើលវីដេអូរបស់ខ្ញុំវិញចង់ដឹងថាខ្ញុំទៅកន្លែងណាខ្លះបរិយាកាសសប្បាយបែបណាសូមអញ្ជើញទស្សនាទាំងអស់គ្នាខ្ញុំបាននិយាយបានថាដំណើរកម្សាន្តមួយនេះពិតជាធ្វើឲ្យខ្ញុំទទួលបានបរិយាកាសជាមួយបទពិសោធន៍ថ្មីៗធ្វើឲ្យស្រស់ស្រាយក្នុងអារម្មណ៍រយៈពេល3យប់4ថ្ងៃពិតជាយូរប៉ុន្តែចំពោះកោះហៃណានគឺដើរមិនអស់កន្លែងនោះទេខ្ញុំពិតជាមិនស្ដាយក្រោយទេនៅពេលដែលខ្ញុំជ្រើសរើសក្រុមហ៊ុនទេសចររៀបចំដំណើរកម្សាន្តដែលប្រកបដោយគុណភាពនិងសេវាកម្មល្អមិនថាមេកទេសទេសចរអាចប្រើប្រាស់ភាសាបានយ៉ាងល្អមិនថាភាសាចិនភាសាខ្មែរនិងភាសាអង់គ្លេសធ្វើឲ្យយើងងាយស្រួលក្នុងការដើរកម្សាន្តហើយយល់ច្បាស់អំពីតំបន់ទេសចរនីមួយៗដំណើរកម្សាន្តមួយនេះគឺជាអនុស្សាវរីយ៍មួយដែលចងចាំមិនភ្លេចនៃកោះហៃណានខ្ញុំបាននិយាយបានថាពិតជាសប្បាយហើយមានន័យសម្រាប់ជីវិតរបស់ខ្ញុំសម្រាប់បងប្អូនដែលបានទស្សនាជាមួយវីដេអូមួយនេះហើយពិតជាចង់ដឹងថាតើរៀបចំតាក់ទងជាមួយក្រុមហ៊ុនទេសចរមួយណាឲ្យទទួលបានដំណើរកម្សាន្តយ៉ាងរីករាយបែបនេះចំពោះខ្ញុំជ្រើសរើសយកដំណើរកម្សាន្តជាមួយក្រុមហ៊ុនមួយនេះខ្ញុំនឹងដាក់លេខទូរស័ព្ទនិងព័ត៌មានលម្អិតនៅខាងលើដែលមានតម្លៃកញ្ចប់ចាប់ពី$229ឡើងទៅសូមអរគុណចំពោះការទស្សនាវីដេអូដំណើរកម្សាន្តរបស់ខ្ញុំនៅលើកោះហៃណានរយៈពេល3យប់4ថ្ងៃជួបគ្នាជាមួយនឹងវីដេអូដំណើរកម្សាន្តរបស់ខ្ញុំបន្តទៀតនៅពេលឆាប់ៗនេះ